to be the first to have always the new models? Get in touch. Here, 7010, the purple dial. Be one of the first with luxury suit always in luxury watchword. តើអ្នកដឹងទេហេតុអ្វីបានជានាឡិកាមួយនេះមានតម្លៃរាប់សិបលានដុល្លារតម្លៃ31លានដុល្លារអាមេរិកនេះគឺជាទឹកប្រាក់ដែលមហាសេដ្ឋីម្នាក់បានចំណាយដើម្បីតែគ្រប់គ្រងកម្មសិទ្ធិនាឡិកាដៃតែមួយគ្រឿងគត់នៅក្នុងលោកកាលពីឆ្នាំ2019តម្លៃនេះអាចទិញយន្តហោះឯកជនឬក៏ទិញភូមិគ្រឹះប្រណិតបានរាប់សិបខ្នងនាឡិកានោះគឺមានឈ្មោះថា Patek Philippe Grand Master Cham ប៉ុន្តែសំណួរតែងតែចោទសួរតើហេតុអ្វីបានជាវត្ថុលោហៈដ៏តូចមួយនៅលើដៃអាចមានតម្លៃថ្លៃជាងមាសពេជ្ររាប់តោនទៅទៀតពាក្យស្លោកដែលល្បីរបស់ពួកគេបានលើកឡើងថាអ្នកមិនដែលខ្លាចទៅជាម្ចាស់ពិតប្រាកដរបស់ Patek Philippe នោះទេប៉ុន្តែអ្នកគ្រាន់តែជាអ្នកថែរក្សាវាសម្រាប់កូនចៅចំនួនក្រោយប៉ុណ្ណោះសូមស្វាគមន៍មកកាន់វីដេអូពិសេសគឺថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅលាតត្រដាងពិភពនៃស្ដេចនាឡិកាដៃស្វីស Marc Patek Philippe យើងងាកមកមើលអំពីប្រវត្តិសាស្ត្រនិងការថែរក្សានៃភាពឯករាជ្យរឿងរ៉ាវគឺបានចាប់ផ្ដើមឡើងនៅឆ្នាំ1839នៅទីក្រុងហ្សឺណែវប្រទេសស្វីសជនភៀសខ្លួនប៉ូឡូញម្នាក់ឈ្មោះ Antoine Norbert de Patek បានចាប់ដៃគូជាមួយជាងនាឡិកាដ៏ពូកែជនជាតិបារាំងឈ្មោះ Adrien Philippe លោក Philippe គឺជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានបង្កើតប្រព័ន្ធ keyless winding ពោលគឺជាការបង្វិលក្បាល roll ដើម្បីឡើងកាតុងនិងសារ៉េម៉ោងដោយមិនបាច់ប្រើសោមូលដូចសម័យមុននោះទេការច្នៃប្រឌិតនេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ពួកគេល្បីសុសសាយរហូតដល់ម្ចាស់ស្ត្រី Victoria នៃចក្រភពអង់គ្លេសក្លាយទៅជាអតិថិជនដំបូងរបស់ពួកគេប៉ុន្តែអ្វីដែលធ្វើឲ្យ Patek Philippe ចូលជើងបានរឹងមាំរហូតមកដល់បច្ចុប្បន្នគឺនៅឆ្នាំ1932នៅពេលដែលគ្រួសារ Stern បានទិញយកក្រុមហ៊ុននេះនៅក្នុងពិភពលោកម៉ាកដែលល្បីជាច្រើនត្រូវបានលេបត្របាក់ដោយក្រុមហ៊ុនសាជីវកម្មយក្ស Patek Philippe នៅតែជាគ្រួសារឯករាជ្យមួយដដែលពួកគេគឺមិនបានខ្វល់អំពីសម្ពាធទីផ្សារដើម្បីផលិតឲ្យបានច្រើននោះទេតែពួកគេគឺខ្វល់តែរឿងមួយគត់គឺជាភាពល្អឥតខ្ចោះនៃសិល្បៈនាឡិកាយើងងាកមកមើលអំពីភាពស្មុគស្មាញនៃគ្រឿងម៉ាស៊ីននៅក្នុងភាសានាឡិកាពាក្យថា complication សំដៅទៅលើមុខងារបន្ថែមទាំងឡាយណាក្រៅពីការប្រាប់ម៉ោងនិងនាទីធម្មតាហើយនៅពេលនិយាយដល់ grand complication គ្មានក្រុមហ៊ុនណាអាចប្រៀបធៀបនឹង Patek Philippe បានឡើយទី1គឺជា minute repeater គ្រាន់តែការរុញកន្លឹះចំហៀងនាឡិកានឹងបន្លឺសំឡេងកណ្ដឹងតូចនៅខាងក្នុងដើម្បីប្រាប់ម៉ោងត្រីមាសនិងនាទីយ៉ាងពិរោះតើអ្នកដឹងទេថានាឡិកា minute repeater នីមួយៗត្រូវបានយកឲ្យលោក Thierry Stern ដែលជាប្រធានក្រុមហ៊ុនផ្ទាល់ស្ដាប់សំឡេងសិនមុនពេលដែលអនុញ្ញាតឲ្យលក់ចេញទី2គឺជា perpetual calendar ប្រតិទិនអចិន្ត្រៃយ៍ដែលអាចដឹងដោយស្វ័យប្រវត្តិនៅចំនួនថ្ងៃ28 30ឬក៏31ថ្ងៃរួមទាំងខែកុម្ភៈនៃឆ្នាំមកគ្រប់ដោយមិនបាច់សេរីឡើងវិញរហូតទៅដល់ឆ្នាំ2100ហើយចំណុចទី3នោះគឺជា Sky Moon Tourbillon វាគឺជាការបង្ហាញអំពីគន្លងផ្កាយនិងដំណាក់កាលព្រះច័ន្ទនៅលើផ្ទៃមេឃយ៉ាងសុក្រិតនិងខ្ពស់បំផុតនាឡិកាមួយគ្រឿងអាចមានគ្រឿងបន្លាស់តូចជាង 1000 បំណែកគ្រឿងនីមួយៗត្រូវបានឆ្លាក់ដុសខាត់និងរៀបចំដោយដៃផ្ទាល់ពីមេជាងកម្រិតកំពូលដែលចំណាយពេលរាប់សិបម៉ោងនេះគឺមិនមែនជាការផលិតទៅដោយម៉ាស៊ីនរោងចក្រនោះទេតែវាគឺជាស្នាដៃសិល្បៈរបស់មេជាងដល់កម្រិតនោះតែម្ដងយើងងាកមកមើលអំពីចំណុចបាតុភូត Nautilus និងការងារគ្រប់គ្រងទីផ្សារនៅទសវត្សរ៍ឆ្នាំ1970អ្នករចនារឿងព្រេងនិទានលោក Gerard Kenta បានគូសគំនូសនាឡិកាមួយនៅលើក្រដាសជូតមាត់ត្រឹមតែ5នាទីប៉ុណ្ណោះនោះ
គឺជាដើមកំណើតនៃ Patek Philippe Nanterros ជានាឡិកាដែកស្ពណ៌ប្រណិតដែលបានផ្លាស់ប្ដូរមុខមាត់ម៉ាកនេះជារៀងរហូត Model Nanterros REF 5711បានក្លាយទៅជានិមិត្តសញ្ញានៃភាពស្ដុកស្ដំតម្លៃដើមពីរោងចក្រប្រហែល$30,000ប៉ុន្តែនៅលើទីផ្សារតម្លៃជាផ្លូវការតម្លៃរបស់វាអាចហក់ឡើងរហូតទៅដល់ជាង$10,000ទៅ$15,000អ្នកមានលុយសុទ្ធក៏មិនប្រកាសថាអាចទិញវាបានភ្លាមៗដែរព្រោះបញ្ជីរងចាំអាចចំណាយពេលលើសពី5ទៅ10ឆ្នាំអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺនៅឆ្នាំ2021ខណៈពេលដែល Nanterros 5711កំពុងល្បីខ្លាំងដល់ចំណុចកំពូលលោក Thierry Stern បានសម្រេចចិត្តឈប់ផលិតវាទាំងស្រុងហេតុអ្វីព្រោះ Patek Philippe មិនចង់ក្លាយទៅជាក្រុមហ៊ុនដែលល្បីតែឈ្មោះនៅលើ model នាឡិកានោះទេនេះគឺជាយុទ្ធសាស្ត្ររក្សាភាពកម្រដ៏ឆ្លាតវៃបំផុតនៅក្នុងប្រវត្តិសាស្ត្រផលិតភាពអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺជាមរតកឆ្លងជំនាន់និងការវិនិយោគហេតុអ្វីបានជាមហាសេដ្ឋីនិងអ្នកប្រមូលទិញនាឡិកាទូទាំងពិភពលោកសុខចិត្តចំណាយលុយរាប់លាន$ទៅលើ Patek Philippe ចម្លើយវាគឺជាមរតកនិងតម្លៃដែលមិនចេះសាបសូន្យគឺនៅពេលដែលអ្នកទិញទូរស័ព្ទ smartphone ឬឡានទំនើបតម្លៃរបស់វាអាចនឹងធ្លាក់ចុះនៅពេល model ថ្មីចេញមកប៉ុន្តែ Patek Philippe ដំណើរការតាមច្បាប់គឺផ្ទុយគ្នា Patek Philippe ត្រូវបានផលិតឡើងដើម្បីឲ្យអ្នកប្រើប្រាស់បានរាប់រយឆ្នាំក្រុមហ៊ុនបានសន្យាថាទោះជានាឡិការបស់អ្នកផលិតនៅក្នុងឆ្នាំ1839ក៏ដោយឲ្យតែអ្នកយកវាមកជួសជុលពួកគេគឺនៅតែមានលទ្ធភាពស្វែងរកឬផលិតគ្រឿងបន្លាស់ដើម្បីទទួលជួសជុលវាឡើងវិញជានិច្ចវាលែងគឺជាឧបករណ៍សម្រាប់មើលម៉ោងទៀតហើយប៉ុន្តែវាគឺជាសម្បត្តិផ្ទេរទ្រព្យសម្បត្តិនិងអនុស្សាវរីយ៍ពីជំនាន់មួយទៅកាន់ជំនាន់មួយទៀតនៅក្នុងសម័យយុគ Digital ដែលមនុស្សគ្រប់គ្នាអាចនឹងមើលម៉ោងនៅលើអេក្រង់ទូរស័ព្ទដៃPatek Philippe បានបង្ហាញពិភពលោកឲ្យឃើញថាសិល្បៈកម្មបុរាណភាពអត់ធ្មត់និងវិស្វកម្មដោយដៃនៅតែមានតម្លៃមិនអាចកាត់ថ្លៃបានប្រសិនបើអ្នកមានឱកាសជ្រើសរើសមួយគ្រឿងតើអ្នកនឹងជ្រើសរើស model ស្ពណ៌ដ៏ល្បីដូចជា Nanterros ឬជា model ដ៏ស្មុគស្មាញដូចជា Grand Complication សូមអ្នកបញ្ចេញមតិរបស់អ្នកនៅខាងក្រោមវីដេអូហើយកុំភ្លេច like និង share ហើយនិង subscribe channel របស់យើងរួចបើកសញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងនៅវីដេអូរឿងរ៉ាវប្រណិតនិងប្រវត្តិសាស្ត្រដ៏អស្ចារ្យជាច្រើនទៀតអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយ